ប្រែថាការរំលោភយកប្រែថាអវធនធ្ងន់ជំរាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងចំពោះថ្ងៃនេះផងដែរយើងមករៀនតាក់ទងជាមួយនឹងពាក្យសង្គ្រាមចំពោះពាក្យទី1爱国主义爱国主义ប្រែថាស្នេហាជាតិពាក្យទី2战略ប្រែថាយុទ្ធសាស្ត្រពាក្យទី3协议ប្រែថាកិច្ចព្រមព្រៀងពាក្យទី4ជាបៃប្រែថាបង្គោលព្រំដែនចំពោះពាក្យទី5双边ប្រែថាទ្វេភាគីចំពោះពាក្យទី6中型武器ប្រែថាអាវុធធនធ្ងន់ចំពោះពាក្យទី7胜利ប្រែថាជ័យជំនះពាក្យទី8危機ប្រែថាវិបត្តិពាក្យទី9ទីធូប្រែថាផែនទីពាក្យទី10ពេញធួនប្រែថាការរំលោភយកចំពោះក្នុងន័យនេះយើងសំដៅទៅលើការឈ្លានពានទឹកដីឬក៏ការរំលោភយករបស់នរណាម្នាក់ដែលមិនមែនជារបស់យើងអញ្ចឹងចំពោះខែនេះផងដែរយើងមានតែពាក្យប៉ុណ្ណឹងអរគុណ